មន្ទីរពេទ្យបង្អែកស្វែងតើប្រឹងបំរើសេវាសុខាភិបាលជូនពលរដ្ឋភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនវិស័យសុខាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានក្នុងនោះមន្ទីរពេទ្យបង្អែកស្រុកស្វាយតើបាននឹងកំពុងបដិញ្ញាចិត្តយ៉ាងខ្ពស់ក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍វិជ្ជាជីវៈនិងភាពទំនុកចិត្តលោកវិជ្ជបណ្ឌិតលីសីហំប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយតើបានលើកឡើងថាដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនជាពលរដ្ឋដែលសម្រាកពិនិត្យព្យាបាលជំងឺមន្ទីរពេទ្យបង្អែកបានបដិញ្ញាចិត្តយកចិត្តទុកដាក់ដោយលោកគ្រូពេទ្យអ្នកគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់និងពង្រឹងជានិច្ចនៅការទទួលខុសត្រូវភាពទួនខ្លួនរស់រាយរាក់ទាក់និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺដោយគ្មានរើសអើងលោកវិជ្ជបណ្ឌិតបានបន្ថែមថាខ្ញុំបាទវិជ្ជបណ្ឌិតលីស៊ីហំធានទីពេទ្យបង្អែកស្វែងតើទីពេទ្យបង្អែកស្វែងតើយើងខ្ញុំរងចាំបម្រើសេវាជូនបងប្អូនជាពលរដ្ឋ24ម៉ោង24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍ដែលមានសេវាដូចខាងក្រោម1សេវាសង្គ្រោះបន្ទាន់24ម៉ោងលើ24ម៉ោងសេវារថយន្តសង្គ្រោះ24ម៉ោងលើ24ម៉ោងសេវាពិគ្រោះជំងឺក្រៅទឹកនោមផ្អែមលើកសម្ពាធឈាមជំងឺទូទៅសម្ភពរោគស្ត្រីនិងជំងឺផ្សេងៗទៀតសេវាសម្រាប់ពេទ្យជំងឺទូទៅនិងកុមារសេវាសម្ភពនិងរោគស្ត្រីសេវាអមទីពិសោធន៍ពិនិត្យឈាមដោយម៉ាស៊ីនស្វ័យប្រវត្តិពិនិត្យអេកូសាសនិងថតកាំរស្មី X មានម៉ាស៊ីនវាស់ចង្វាក់បេះដូងដោយមានទំនុកចិត្តពីបងប្អូនជាពលរដ្ឋក្នុងតំបន់ក៏ដូចជាក្រៅតំបន់មន្ទីរពេទ្យបង្អែកស្វែងតើយើងខ្ញុំបានទទួលសេវាសម្រាប់ពេទ្យមានការកើនឡើងនិងសេវាពិគ្រោះជំងឺក្រៅក៏មានការកើនឡើងដែរការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់មន្ទីរពេទ្យបង្អែកនេះទទួលបានការកោតសរសើរនិងពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋតែអ្នកជំងឺមានភាពជឿជាក់សមត្ថភាពនិងទំនុកចិត្តពីព្រោះពីមុនមើលគាត់ថាជំងឺល្មើមទាល់តែទៅមន្ទីរពេទ្យខេត្តឬក៏ទៅកាន់រាជធានីភ្នំពេញប៉ុន្តែមួយរយៈពេលក្រោយនេះដោយការពង្រឹងផ្នែកសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកនេះពលរដ្ឋមកពិនិត្យព្យាបាលនៅទីនេះមានទំនុកចិត្តដោយមិនបាច់ទៅណាឆ្ងាយពីខ្ញុំឆាំរឿង LTNG New Private